បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងវីដេអូនេះដែរខ្ញុំធ្វើការបង្ហាញពីរបៀបនៃការបង្កើត music board ផ្ទាល់ខ្លួនចឹងរបៀបនៃការបង្កើតអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ website មួយនេះដែលខ្ញុំដាក់នៅក្នុង description អ្នកគ្នាអាចទៅ check out បានចឹងនៅក្នុង website នេះខ្ញុំសូមណែនាំពេលអ្នកគ្នាចូលមកគឺអ្នកគ្នានឹងទទួលបាន screen បែបនេះឬក៏ឃើញ poster មួយនេះបើសិនគាត់អ្នកគ្នាជា member subscribe នៃ channel របស់យើងចឹងអ្នកគ្នាchannel នេះគឺបញ្ជាក់ទៅលើ website នេះមិនមែន channel Discord YouTube ទេអញ្ចឹងនៅក្នុង channel នេះគឺយើងមាន2 plan គឺ $4.99 និង$9.99 អញ្ចឹងនៅក្នុងនេះបើសិនអ្នកចុច subscribe ហើយអ្នកនឹងទទួលបានកូដជាកូដ music board កូដ game ឬក៏កូដ website ផ្សេងៗដែលខ្ញុំต้อง upload ជូនអ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺយើង focus ទៅលើ music board ដែលកូដនេះគឺខ្ញុំបាន upload ហើយគឺនឹងចូលមកឃើញទម្រង់បែបនេះអញ្ចឹងនៅពេលអ្នកគ្នា download វាមកអ្នកគ្នានឹងចូលទៅកាន់ website មួយនេះគឺ website នេះគឺខ្ញុំដាក់នៅក្នុង description ដែរគឺ website hosting bot អញ្ចឹងនៅពេលអ្នកនេះចូលមកកន្លែងនេះគឺមុនដល់ website នេះខ្ញុំសូមណែនាំអ្នកគ្នាទៅកាន់ server យើងសិនអញ្ចឹងនេះគឺ server PG Gang អ្នកនេះចូលមកគឺអ្នកគ្រាន់ចូលរួមទៅលើ room មួយនេះ room ticket អញ្ចឹងអ្នកបង្កើត ticket មកខាងក្រុមការងារយើងនឹងឆែកថាអ្នកនេះបង្កើតអញ្ចឹងអ្នកនេះត្រូវការអីឲ្យយើងជួយហើយអញ្ចឹងសិនអ្នកនេះត្រូវការយើងជួយបានចូលក្នុង room មកហើយអ្នកនេះទៅសេនេះមកតាក់ទងមួយ bot អីអញ្ចឹងយើងនឹងបង្កើតជា account មួយអ្នកនរគ្នាចឹងអ្នកអាចចូល access ក្នុង website នេះបានចឹង website នេះគឺ website សម្រាប់ hosting bot ចឹងដល់នេះគឺយើងធ្វើការ verify ចេះចូលដល់នេះ website ហើយយើងកំពុង verify ហើយខុសជាស្អីចឹងឡើយនេះសម្រាប់ website នេះដែរនៅពេលអ្នកនរគ្នា contact របស់យើងនឹងគិតថ្លៃទៅតាមទំហំនៃអ្នកនរគ្នាចង់បានវាតម្លៃវាធូរថ្លៃអញ្ចឹងអ្នកនរគ្នាអាច hosting មកប្រើបានតែសម្រាប់អ្នក subscribe ទៅលើ bot អាហ្នឹង free សម្រាប់ website នេះគឺ login free អញ្ចឹងអ្នកនរគ្នាពេលដែល login មកគឺអ្នកនរគ្នាទទួលបាន server មួយឈ្មោះ music នេះអញ្ចឹងអ្នកនរគ្នាគ្រាន់ចុចចូលក្នុងហ្នឹងមកអញ្ចឹងកន្លងនេះនៅក្នុង layer នេះយើងអត់ទាន់អាច start បានហើយយើងត្រូវការទៅ add time ទៅលើ bot ចឹងសិនអញ្ចឹងនៅក្នុងនេះខ្ញុំមាន file មួយឈ្មោះ env sample នេះអញ្ចឹងអ្នកនរគ្នាអាច copy វាក៏បានឬក៏អ្នកនរគ្នាបង្កើត file ថ្មីមកឬក៏កែ copy ឬក៏កែឈ្មោះចឹងទៅតែឥឡូវនេះខ្ញុំសូមបង្កើត file ថ្មីមួយឈ្មោះ.env យ៉ាច្រឡំខ្ញុំដាក់ cell.env អញ្ចឹងខ្ញុំដោយសារតែខ្ញុំមានកូដច្រើនខ្ញុំកំផាសវាចូលអញ្ចឹងកូដនេះដែរអ្នកនរគ្នាពេលអ្នក subscribe ទៅនឹងមានកូដ config នេះអញ្ចឹងវាមានស្រាប់ឲ្យឧទាហរណ៍អញ្ចឹងអ្នកនរគ្នាអាចចូលមកកែបានអញ្ចឹងមកដល់កន្លែងនេះគឺយើងទៅការបង្កើត bot មួយសិនអញ្ចឹងខ្ញុំសូមបង្កើត bot ហើយកន្លែងនេះឈ្មោះ music ដែលវីដេអូនេះប្រហែលជាវែងតិចអញ្ចឹងអ្នកនរគ្នាមើលដល់ចប់ទៅនឹងទទួលបាន music bot មួយហើយអញ្ចឹងមកដល់កន្លែងនេះគឺយើងបង្កើតហើយអញ្ចឹងមកដល់កន្លែងនេះយើងទៅកន្លែង install សិនខ្ញុំកែឡើងដាក់ bot pro bot ហើយ admin ដើម្បី bot access ទៅលើ server បានស្រួលអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវការបើក option 3នេះសិនបើក3នេះហើយយើងចុច sell មកទុកមកដើម្បីបង្កើត music board បានក្នុងនេះយើងត្រូវការ token client ហើយនិង ID របស់យើងអញ្ចឹងឡើយនេះខ្ញុំត្រូវការ token ខ្ញុំសូម reset token សម្រាប់ token នេះដែរគឺយើងប្រើបានតែ bot យើងកុំឲ្យគេមានថាកុំឲ្យគេឃើញហើយគេ access បានតែសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាតិចខ្ញុំលុប bot នេះចោលអញ្ចឹងទោះអ្នកប្រើក៏ប្រើការ bot នេះហ្នឹងខ្ញុំផាសចូលកន្លែងនេះបន្ទាប់មកខ្ញុំត្រូវការ ID របស់វា application ID គឺស្មើនឹង client ID នេះបន្ទាប់មក sell បន្ទាប់មកគឺកន្លែងនេះយើងត្រូវការ language ហើយនិង prefix ដាក់អក្សរ M ដល់កន្លែងនេះ owner bot ចឹង ID ខ្ញុំដាក់ ID របស់ខ្ញុំget ID នេះគឺ ID server របស់អ្នកនរគ្នាចុច mouse តាមមក add វាមកហើយខ្ញុំយក server មួយនេះវិញអញ្ចឹងខ្ញុំចុច add server នេះអញ្ចឹង ID នេះជា ID របស់យើងឬក៏ ID អ្នកណាដែលចង់ធ្វើជា owner អញ្ចឹងគាត់ថាអ្នកនរគ្នាអាចស្គាល់ ID ខ្លួនឯង ID យើង copy លើឈ្មោះយើងមកយើងចុចមកសាំលើឈ្មោះយើងមកឬក៏មានឈ្មោះ copy ID នេះអញ្ចឹង copy ដាក់ចូលមកដល់ឡើយនេះគឺ channel lock នេះគឺយើងយក room ណាមួយដើម្បីបញ្ជាក់ដើម្បីពេល bot run ទៅឃើញ bot វាដើរឬក៏មាន error ជាមួយនឹងមើលឃើញអញ្ចឹងដល់ឡើយនេះគឺខ្ញុំបញ្ជាក់ជាមួយនឹង data URL នេះគឺមានថាគឺជា database ដើម្បីអ្នកនរគ្នា keep information bot ថាចង់ឲ្យវា stand by នៅ server ណាអញ្ចឹងឡើយនេះគឺអ្នកនរគ្នាចូលទៅកាន់ website មួយឈ្មោះ MongoDB គឺជា website ដើម្បីយើងបង្កើតជា database ដើម្បី store
ចឹងខ្ញុំសូមអត់កើតទេដើម្បីវីដេអូនេះខ្លីបន្តិចចឹងខ្ញុំដោយសារតែខ្ញុំមានស្រាប់ចឹងមកដល់ឥឡូវនេះគឺខ្ញុំចុចទៅលើ Mongo នេះចឹង Mongo នេះអ្នកនរអត់អាច access បានទេខ្ញុំបិទហើយចឹងឥឡូវនេះ music ហើយតបមកដល់កន្លែងនេះគឺមិនខ្វល់វាក៏បានអ្នកនរទុកចោលទៅដល់ឥឡូវនេះគឺខ្ញុំដាក់ទៅលើ note នេះគឺមានចែកថាទៅលើ Labeling នេះគឺជាកម្មវិធីមួយដើម្បីឲ្យយើងភ្ជាប់ជាមួយនឹង Discord និង YouTube ដើម្បីហៅចម្រៀងមកស្ដាប់ចឹង Labeling គឺខ្ញុំដាក់ website នេះខ្ញុំដាក់ link ឲ្យក្នុង description ចឹងអ្នកចូលមកអ្នកយក ASL ក៏បានឬក៏ with ASL ក៏បានចឹងយកមកវានឹងឃើញថាឥឡូវនេះ hosting online ចឹងអ្នក copy ដាក់ចូលមកតែដោយសារតែខ្ញុំមានស្រាប់ចឹងខ្ញុំបើបោះខ្លួនឯងចាដល់កន្លែងនេះខ្ញុំសូមហើយខ្ញុំគិតថាហើយខ្ញុំ save សិនតបអ្នក save ហើយអ្នកចូលទៅកាន់console នេះហើយចុចប៊ូតុង start អស់ចឹង start ហើយវានឹង load នឹងវានឹង run ចុងម្លងពេលវា run នេះគឺខ្ញុំសូមទៅ export ចូល server សិនចឹង export អ្នកនរគ្នាចូលទៅកាន់កន្លែង install នេះហើយ copy link នេះមកដាក់ចូល channel មួយមកcontinue យើង add ចូលក្នុង server មួយនេះចឹង bot ដាក់ចូលហើយwelcome bot ចឹងដើម្បីបញ្ជាក់ថា bot ដើមតើខ្ញុំសូមចូលទៅកាន់ក្នុង channel នេះមកទៅសារតែបិទចឹងអ្នកឲ្យឃើញពេលដល់ពេល run ទៅវា complete វានឹងឃើញបែបនេះ music bot ដើរវាមានឈ្មោះ bot ID របស់យើងបញ្ជាក់បានចឹងឥឡូវនេះខ្ញុំបញ្ជាក់ខ្ញុំត្រូវ mention bot នេះសិនSignal online is not invalid. Click here. One. ដោយសារតែហើយជាកន្លែងនេះខ្ញុំមានបញ្ហាជាមួយនឹង ID អញ្ចឹងពេលដែលបោះមកគឺខ្ញុំសុំដាក់ ID នេះវិញគឺស្រួលដោយសារតែវាបាន generate អញ្ចឹងតែមើលខ្ញុំកែឲ្យខ្ញុំសុំដាក់ ID server របស់ខ្ញុំវិញបោះមក channel នេះគឺខ្ញុំយក channel ចេញពី room របស់ខ្ញុំព្រោះថាខ្ញុំយក channel មួយសិនចុះគឺថតបោះមកផានវីដេអូខ្ញុំ save ម្ដងទៀតបោះមកយើង restart កំហុសចែកទេហ្នឹងចាំខ្ញុំកែឲ្យខ្ញុំ update ឲ្យវិញខ្ញុំជិះមកដល់កន្លែងនេះអ្នកនរឃើញវា run វិញហើយអញ្ចឹងខ្ញុំសូម mention bot ជាក់ឡើងទៀតទៅពេលដែលខ្ញុំ mention bot ទៅគឺ bot ហ្នឹងវាខ្លាំងវាថាវា online ហើយdata server វាប្រហែលជា code call it's me invalid code 1 grade និយាយចឹងកន្លែងនេះខ្ញុំគិតថាប្រហែលជាមានបញ្ហាជាមួយ DB បន្តិចហើយជា error DB ចឹងខ្ញុំសូមប្រើទៅលើ DB នេះវិញខ្ញុំ start មកខ្ញុំសូម start បន្តិចជឿច្បាស់ទេតែមកទៀតដើរទៀតដើរបាទចឹងឡើយនេះវានឹងចេញមកគឺវាពាក្យ welcome ចឹងមកដល់កន្លែងនេះនឹងអាចសរសេរ ទៀន have បានដោយសារបញ្ហា MongoDB អញ្ចឹងខ្ញុំគាត់នឹងដូរទៅខ្ញុំតែឲ្យអញ្ចឹងដោយសាររបបនេះបញ្ជាក់ថាប្រើបានតែម្ចាស់ bot ទេអញ្ចឹងដោយសារតែ account នេះ ID នេះមិនមែនជាម្ចាស់ bot ទេអញ្ចឹងខ្ញុំប្រើបានអញ្ចឹងខ្ញុំត្រូវការយក account ជាម្ចាស់ bot ចូលអញ្ចឹងខ្ញុំយក account នេះតមកខ្ញុំដាក់តាមមួយទៀតយ៉ាអញ្ចឹងខ្ញុំដាក់ទៀន have ឬចឹងទៀន have មកគឺខ្ញុំឃើញ bot នេះ comment មកហើយចឹងខ្ញុំអាចប្រើបានតែបកគោលនេះគឺប្រើបានតែតាមគាត់អត់មាន ID នៅក្នុងឡើយយកដាក់ខ្ញុំដាក់ចម្រៀងនេះហៅ bot join សិនបាទយើងឲ្យហៅ bot មក bot join ទៀននោះមាន list ខ្ញុំពេលនេះចេញហើយចង់ដាក់ចម្រៀងនេះសុំមួយនេះមានស្ដាំកុំតិចជាស្រេចចឹងដល់លើនេះយើងយកចម្រៀងមួយមកនៅបទនេះខ្ញុំដាក់អំទីពីស្មើនឹង play ក៏បានពីបាទចឹង play មកចឹងបទយើងនឹង start
ចឹងលឺបត់លឺចឹងអាចអត់ stop អីបានចឹងដានចឹងសង្ឃឹមថាអ្នកនរគ្នាយល់បើសិនអ្នកនរគ្នាមានបញ្ហា error ដូចមិនអីអ្នកនរគ្នាអាចចូលមកកាន់ server Itchy របស់យើងដែល server នេះគឺយើងដាក់នៅក្នុង description ហើយអ្នកនរចុចមកអ្នកនរចុចបង្កើត ticket មកយើងនឹង support ទាំងអស់គ្នាបាទអរគុណច្រើន